រុក្ខបញ្ញាឬបញ្ញាក្អែកបាទជាបញ្ញាក្អែកមួយបែបទៀតហើយគឺបញ្ញាសម្បូរមាសបាទជំរាបសួរបងប្អូនទាំងអស់គ្នាក្រោយពីខ្ញុំសាងហើយខ្ញុំឃើញថាសាច់បញ្ញាក្អែកដៃស្អាតណាស់បាទសាច់ស្អាតណាស់ក្នុងនេះយើងមានតួអង្គព្រះអង្គឈ្នះមាសព្រះអង្គផ្សេងវលីនិងព្រះម៉ែធរណីដើមសម្បូរមាសស្ថិតនៅក្នុងចំណោមដើមបញ្ញាក្អែកដែលល្បី108មុខបាទចឹងនេះជាបណ្ដាំគ្រូគាត់បានបញ្ជាក់ថាយើងប្រើត្រឹមតែ108មុខគឺគ្រប់គ្រាន់ហើយបាទបើតាមលោកគ្រូមានប្រសាសន៍គឺមានដល់ទៅរាប់រយរាប់ពាន់នៃរុក្ខជាតិប៉ុន្តែគាត់បានបញ្ជាក់ឲ្យកាន់តែច្បាស់នោះគឺត្រឹមតែ108មុខទេដែលយើងអាចយកមកកសាងជាព្រះពុទ្ធរូបជារូបទេវៈផ្សេងក្តីសម្រាប់ការពារនិងឃុំក្រងដើម្បីជាសេចក្តីសុខដើមសម្បូរមាសជារុក្ខជាតិមួយមានផ្លែមានផ្កាបាទផ្លែសម្បូរមាសគឺរាងខ្លីតូចប្រហែលជាប្រព័ន្ធម្រាមដៃយើងទេបាទមិនសូវធំទេហើយផ្កាហ្នឹងក៏តូចដែរអញ្ចឹងចំពោះការដែលយើងយកមកធ្វើជារបស់សក្ការៈគឺយើងអាចយកមកកសាងជារូបសំណាកបានច្រើនបាទដូចជារូបតួអង្គព្រះពុទ្ធអង្គតួអង្គព្រះទេវៈនិងរូបផ្សេងទៀតបានបើនិយាយអំពីជំនឿដែលតកតងទៅនឹងប្រសិទ្ធភាពវិញគឺយើងប្រើបានដល់ទៅ100គុណការពារទាំងអំពើអំព័ន្ធបជានៅរាល់ឧបសគ្គនិងសភាវៈដែលវាមិនល្អហ្នឹងបាទនិងសម្រាប់ការរកស៊ីលក់ដូរអីត្រូវបាទអញ្ចឹងដើមសម្បូរមាសនេះឈ្មោះក៏ពីរោះហើយក៏ជាបញ្ញាក្អែកពុំសូវរកបានច្រើនដែរដូចបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងដៃភាគច្រើនប្រប៉ិនច្អល់ដៃប្រប៉ិនកូនដៃយ៉ាងទេបាទកម្របានដៃធំបាទកម្របានដៃធំណាស់ឆ្លៀតនៅក្នុងនីតិនេះដែរខ្ញុំក៏សូមជម្រាបជូនទៅបងប្អូនដែលគាត់កសាងជារូបហើយតាក់ទងទៅនឹងដៃបញ្ញាក្អែកផ្លោកបញ្ញាក្អែកបាទដែលចង់ឲ្យឃើញសម្រស់កាន់តែស្រស់ស្អាតនោះគួរតែយើងឆ្លៀតពេលបាទថែទាំឲ្យបានច្រើនបងប្អូនណាបាទទី1គឺយើងឧស្សាហ៍យកមកសម្អាតដោយប្រេងឬទឹកអប់បងប្អូនមានទឹកអប់គួរតែអប់ពីលើតិចបានហើយបាទហើយតាក់ទងនឹងប្រេងហ្នឹងគឺយើងថែឲ្យបានញឹកញយព្រោះឈើកាលណាឆ្អែតបឺតប្រេងឆ្អែតធ្វើឲ្យសម្រស់រូបយើងកាន់តែស្រស់កាន់តែភ្លឺស្អាតហើយក៏ធ្វើឲ្យចិត្តយើងហ្នឹងក៏ជ្រះថ្លានៅក្នុងការគោរពបូជានៃរូបដែលយើងសាងហើយនេះដែរបាទនិយាយជារួមមកបញ្ញាក្អែកមិនថាផ្លោកមិនថាដៃទេគឺត្រូវការប្រេងនិងការក្លិនក្រអូបជាប់ជានិច្ចបាទសម្រាប់ឈុតនេះដែរគឺជារបស់បងប្រុសនៅខាងផ្សារជុមាសយើងនេះបាទហើយបងប្រុសបានកំងបាទឥឡូវនេះរួចរាល់ហើយស្រស់ស្អាតណាស់ទាំង3អង្គនេះបាទអញ្ចឹងក៏សូមជូនពរដល់បងប្រុសសូមឲ្យបងប្រុសជួបប្រទះតែសេចក្តីសុខសុភមង្គលជានិច្ចនិងសូមជូនពរដល់បងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាសូមប្រកបទៅដោយសុភមង្គលគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា